សូមបញ្ជាក់ថាបងស្វាយបងនេះអាយុប៉ុន្មានបងអានេះ4 ដល់ 10 ឆ្នាំប៉ុន្តែយើងកន្លែងទៅមើលស្លឹកដងដើមនៅខៀវស្អាតមិនរិលណាមិនរិញទេអត់ដល់ដើមទេបាទអានេះបានស្វាយគាត់មានកម្លាំងលូតក្បាលរុយមកលឿនបាទជាពិសេសនេះស្វាយគាត់មើលចេញក្តាប់ចេញអីមកគឺស្អាតរៀងអត់ស្អាតបាទថ្ងៃនេះផងដែរគឺថ្ងៃទី2 ខែ8 ឆ្នាំ 2025 បាទនេះស្វាយបងហៀកកាលពីមុនបានចុះសភាគាត់ម្ដងដែរបាទឥឡូវនេះមកមើលស្វាយគាត់ម្ដងទៀតបាទមកមើលស្វាយគាត់ម្ដងទៀតផ្លែបាទនេះផ្លែនេះគឺកំពូលផ្លែបាទនេះបងនេះអវៈនេះបើន័យថាបងបាញ់មុនដូចស្ទើរក្បាលរួយឯបាទបងបាញ់បោកហ្នឹងហើយខ្ញុំមើលវាអត់សូវស្រួលខ្ញុំបាញ់បោកបោកបានតែមួយជើងហ្នឹងនិយាយទៅឲ្យខ្ញុំបាញ់អំពនធម្មតាបាទអញ្ចឹងបន្ទាប់ពីផ្កាមកបាញ់មកវគ្គនេះបងបាញ់ប៉ុន្មានជើងឯង4 ជើង4 ជើងអញ្ចឹង4 ជើងក៏ឡើងក្តាប់ប៉ុណ្ណឹងបាទហើយបើក្តាប់នេះវាឡើងប្រញ័យបាទនេះប៉ុន្តែបេះជ្រើដងហ្នឹងណាបាទបេះជ្រើដងបងប្រលេះលក់ឬមិនបងបេះជ្រើលក់មូលហេតុបងបេះប្រលេះលក់វាជាកោមពេងបាទយើងបេះអាលូតអត់ធំណាមកចកោមឧទាហរណ៍មានធំ2 3អញ្ចឹងយើងប្រលេះយកមកបាទទូចខ្ញុំធំដាក់តឲ្យតាន់គ្នាបាទអញ្ចឹងមិនន័យថាស្វាយបងប្រលេះបានលុយប៉ុន្មានលានទេបង2 លានជាង2 លានជាងណាតែប្រលេះថ្មីទៅបងអើយបាទប្រលេះតរហូតណាបាទហ្នឹងប្រលេះស្អែកប្រលេះទៀតស្អែកប្រលេះទៀតណាលុយរត់ចូលរហូតលុយវិលជុំបាទដើមអស់ហ្នឹងឥឡូវឡើងជឿលងទៅដើមអានេះតែងាប់ហ្នឹងបាទនេះបិចមករស់ឡើងវិញបងប្រើជីទឹកខ្ញុំនេះជីទឹកឲ្យបាញ់អំពនហើយហឺបានណាហឺជីទឹកហ្នឹងបាញ់ចូលគ្នាជាបាញ់ដើមទេណាបាទដល់ឡើងខៀវល្មើមិនខៀវឥឡូវមានដូចមានផ្លែនេះផ្លែនេះបាទនេះមិនគាត់ថានិយាយប្រូណាអត់ប្រូណាបាទនេះឡើងញ៉ៃហោមកកណូនេះផ្លែបាទហោមកកណូហើយបាទនេះផ្លែស្អាតទៀតផ្លែនេះមែនបាទផ្លែនេះមើលស្វាយគាត់ផ្លែច្រើននោះផ្លែបាទនេះផ្លែស្អាតទេដើមអននេះណាប៉ុន្តែដល់ដើមមកខៀវល្ងឹតវិញហ្នឹងបាទបងប្រើអាជីទឹកយើងហ្នឹងជីទឹកជំនួសជីគាត់យើងបាច់មិនជើងអាហ្នឹងបងមួយជើងពីរជើងខ្ញុំបាញ់តាមមួយជើងហ្នឹងបាញ់បោកហ្នឹងបាញ់បោកមួយជើងណាបាទហើយខ្ញុំបាញ់អំពនពីលើរហូតបាទបាញ់ខែក្តាប់បាទឥឡូវមិនតបានចាក់ជីទៀតនេះប៉ុន្តែវាចាំមើលទៅនេះដៃចាក់ជីដាក់ទឹកទៀតបាទសូមបញ្ជាក់ថាបងស្វាយបងនេះអាយុប៉ុន្មានបងអានេះ4 ដល់ 10 ឆ្នាំប៉ុន្តែយើងកន្លែងទៅមើលស្លឹកដងដើមនៅខៀវស្អាតមិនរិលណាមិនរិញទេអត់ដល់ដើមទេបាទអានេះបានស្វាយគាត់មានកម្លាំងលូតក្បាលរុយមកលឿនបាទជាពិសេសនេះស្វាយគាត់មើលចេញក្តាប់ចេញអីមកគឺស្អាតរៀងអត់ស្អាតបាទមើលចកោមើលពីក្នុងបាទផ្លែពីក្នុងពីក្រៅមើលឃើញទាំងអស់បាទមើលនោះឡើងសញ្ញៃបាទនេះមិនមែនចេះតែថាមិនចេះតែប្រូណាចាក់ស្ដាយគឺឃើញចឹងមែនបាទនេះលទ្ធផលឲ្យគាត់បានប្រើប្រាស់ជីស្ដាហាំងយើងតាំងពីដើមរហូតដល់ចប់តាំងពីអកម៉ូនចឹងពីជីរឹសបាទបច្ចេញអីគឺមកសេតថែផ្កានេះបាទលទ្ធផលក៏ទួបានគឺចឹងបាទផ្លែស្អាតបាយគាត់នោះផ្លែសញ្ញៃមើលទៅច្បាស់ចាំងថ្ងៃទៀតបាទធ្វើឲ្យបងហៅថាមានកម្លាំងចិត្តមិនដាក់ស្លឹកហ្នឹងបាទនេះនេះមកដាក់ខ្ញុំប្រលេះហ្នឹងបាទនេះកណាឥឡូវសល់ហ្នឹងទៀតបាទនេះក៏ប្រលេះបាទនេះផ្លែឃើញដាក់ស្លឹកអត់បាទនេះលុយរហូតបងហាក្តាប់ហ្នឹងដូចបានប៉ុន្មានហ្នឹង 3200 ដែរហ្នឹងកាលវគ្គដំបូងវិញ5000ជាង 6000អញ្ចឹងបងបាទហើយអាធំ4 5 6000មកគីឡូហ្នឹងអាហ្នឹង2000បាទឥឡូវវាធ្លាក់សល់210បាទសល់210ហ្នឹងណាបាទវាចិត្តធ្លាក់ទីអញ្ចឹងណាបាទទៅម៉ែតម្លៃទីផ្សារហ្នឹងយើងប៉ុន្តែស្វាយគាត់ប្រលេះលក់បានលក់រហូតបាទមើលផ្លែនេះបាទផ្លែអាក្រក់មែនគុកផ្លែនេះបាទនេះ3ផ្លែនេះបាទស្អាតហ៎បងវាស្អាតហ៎សាច់ឡើងមកខៃបាទស្អាតមកខៃនេះបាទនេះស្អាតភ្លឹងស្វាយបងមកអូស្វាយមើលច្រកណាឃើញផ្លែទៅបាទនេះក្តាប់ប៉ុណ្ណេះបាទមាននេះផ្លែនេះបាទមើលបាទបន្លែណាបន្លែអស់មកកណូបន្លែទៀតក៏បន្លែលក់ទៀតបន្លែអស់នេះមើលទឹកសាច់បន្លែហ្នឹងចូលចង់មកតោនមកទេបាទមកតោទេក៏បន្លែក្តាប់បាទធំហងអីហងជុំនិយាយឲ្យបងអើយផ្លែមែនតើបងមកចង់មកនោះ